អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើ cover សម្រាប់ DistroKid ជាមួយនឹង Ditto បងប្អូនហើយនិង cover YouTube ផងដែរបងប្អូនគឺខ្ញុំបរៀនបងប្អូនធ្វើ3ហ្នឹងហើយសម្រាប់ Ditto គឺយើងធ្វើ cover ដូចគ្នាទំហំ1.1 DistroKid ក៏1.1ប៉ុន្តែ Ditto វាអត់ទទួល PNG ទេវាទទួលតែ JPG បងប្អូន អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាចង់សួរព័ត៌មានអីផ្សេងៗមកកាន់ខ្ញុំគឺបងប្អូនមើលចូលមកកាន់ YouTube ខ្ញុំបែបនេះមើល Channel របស់ខ្ញុំហើយបងប្អូនមើលខាងក្រោមមាន link 3នេះបងប្អូនមើល link 3នេះគឺមាននៅក្នុងហ្នឹងហើយហើយនៅក្នុងហ្នឹងគឺ Facebook Page របស់ខ្ញុំ TikTok របស់ខ្ញុំហើយជាមួយនឹងក្រុមមេរៀនហើយ Telegram របស់ខ្ញុំផ្ទាល់គឺនៅលើហ្នឹងអញ្ចឹងបងប្អូនមានសំណួរអីផ្សេងៗបងប្អូនអាចចុចមើលទៅតាមហ្នឹងទៅអាចមើលបានបងហើយភាគច្រើនដែលខ្ញុំចែករំលែកការរកលុយជាមួយ DistroKid គឺនៅលើ page មួយនេះបងប្អូនអូខេឥឡូវយើងចូលទៅកាន់មេរៀនទាំងអស់គ្នាបងប្អូនចូលទៅកាន់មេរៀនទី1គឺយើងបើក Chat GPT យើងបែបនេះមកបងប្អូនអូខេបើក Chat GPT យើងបែបហ្នឹងមកហើយបងប្អូនមានរូបឧទាហរណ៍ថាខ្ញុំមានរូបនេះមួយបងប្អូនខ្ញុំចង់ធ្វើជាលក្ខណៈcover ឬក៏ thumbnail របស់ Ditto ឬក៏ DistroKid អីចឹងទៅបងប្អូនអូខេអញ្ចឹងខ្ញុំបើករូបនឹងមួយមកឥឡូវរូបដើមវាគឺបែបនេះបងប្អូនគឺខ្ញុំបើកឲ្យមើលអានេះគឺខ្ញុំយកបែបនេះក៏បានដែរបងប្អូនឥឡូវរូបដើមបែបនេះអូខេឥឡូវអានេះគឺជារូបដើមរបស់យើងអូខេខ្ញុំមើលរូបមួយណាយ៉ាងស្អាតតិចអានេះបិទភ្នែកបងប្អូនអូខេខ្ញុំយករូបនេះចុះលេខប្រហែលចេះបងប្អូន15បងប្អូនលេខ15អូខេអញ្ចឹងខ្ញុំចូលមកកាន់កន្លែងហ្នឹងមកគឺខ្ញុំចូល Chat GPT បែបនេះគឺខ្ញុំបើកចូលទៅយករូបបងប្អូនចូលទៅយករូបអឺខ្ញុំធ្វើឲ្យគេច្រើនបងប្អូនធ្វើឲ្យបងច្រើនដល់ពេលអញ្ចឹងដឹងមួយណារបស់ខ្ញុំមួយណារបស់គេគឺច្រើនមែនតើអឺខ្ញុំយករូបមួយនេះចុះលេខ15បងប្អូនអូខេអញ្ចឹងខ្ញុំតម្លាក់រូបនេះចូលខ្ញុំចង់ឲ្យវាធ្វើជា thumbnail ឲ្យយើងthumbnail ឬក៏ cover សម្រាប់ DistroKid Ditto បងប្អូនអញ្ចឹងទំហំវាគឺ1.1បងប្អូនឥឡូវឧទាហរណ៍ថាខ្ញុំចង់បាន title នៅលើហ្នឹងគឺពាក្យថា I miss you always អូខេអញ្ចឹងដំបូងគឺយើងទៅសេ title មកtitle ឬក៏ text on image ដាក់ចេះ text on image កន្លែងហ្នឹងណាអក្សរនៅលើរូបភាព I miss you always អញ្ចឹងទៅឧទាហរណ៍បងប្អូនឧទាហរណ៍បែបនេះហើយអូខេអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងដើម្បីឲ្យវាធ្វើរូបភាពឲ្យយើងទំហំ size របស់វា1.1ហើយអក្សរនៅលើហ្នឹងគឺ1.1ហើយយើងចង់ដាក់ artist របស់យើងឈ្មោះអីឈ្មោះនៅលើហ្នឹងក៏បានអត់ក៏បានឥឡូវខ្ញុំដាក់ឧទាហរណ៍ឲ្យបងប្អូនមើលមួយសិនអូខេឥឡូវរូបដើមរបស់យើងគឺมันមានអក្សរមានអីលើហ្នឹងទេបងប្អូនអញ្ចឹងគឺឲ្យវាធ្វើឲ្យយើងគឺយើងទៅសេតែប៉ុណ្្នឹងមកបងប្អូនអញ្ចឹងអក្សរនេះគឺខ្ញុំ copy ដាក់នៅក្រៅអូខេខ្ញុំនឹងដាក់អក្សរហ្នឹងឲ្យបងប្អូនទាំងអស់គ្នាទុកធ្វើទី1អូខេទី1អញ្ចឹងរឿងយើងរង់ចាំតិចវានឹងផលិតជារូបភាពមកនេះឃើញបងប្អូនអានេះគឺជារូបភាព thumbnail ហើយរូបភាពដើម thumbnail អញ្ចឹងទៅបើសិនជាយើងអត់ចង់បាន style ហ្នឹងទេអត់ចង់បាន style ហ្នឹងទេឲ្យបងប្អូនទៅសេ style ផ្សេងឬក៏ឲ្យអក្សរទូចជាងហ្នឹងយើងទៅសេបែបនេះចង់ឲ្យអក្សរទូចជាងហ្នឹងយើងមិនបាច់ដាក់ទូចពេកទេដាក់តែប៉ុណ្្នឹងទៅបានអាហ្នឹងយើងចង់ឲ្យអក្សរទូចជាងហ្នឹងបងប្អូនអក្សរ thumbnail របស់យើងណាអានេះទី2ទី2យើងដាក់ធ្វើអក្សរឲ្យតូចសេខ្មែរបងប្អូនគេលោកបងប្អូនខ្លះគាត់អត់សូវចេះអង់គ្លេសហ្នឹងទៅអូខេយើងធ្វើអក្សរឲ្យតូចអញ្ចឹងពីមុនគឺអក្សរវាប៉ុណ្ណេះឥឡូវអូ
ដដែលបងប្អូនអក្សរប៉ុណ្ណឹងដដែលគ្រាន់តែវាដូរ style អញ្ចឹងវាទូចជាងមុនតែបន្តិចទេអញ្ចឹងបើសិនជាយើងចង់ឲ្យអក្សរហ្នឹងទូចជាងហ្នឹងមកយើងដាក់ចង់ឲ្យអក្សរហ្នឹងតូចតែហ្មងណាបងប្អូនអញ្ចឹងយើងគ្រាន់តែសរសេរប៉ុណ្ណឹងមកចង់ឲ្យអក្សរតូចអញ្ចឹងទៅវានឹងធ្វើការកែច្នៃអក្សរយើងឲ្យតូចជាងមុនហើយអូខេអានេះ cover សម្រាប់ DispKit បងប្អូនគឺយើងកុំដាក់អក្សរញ៉ៃច្រើនពេកបងប្អូនយើងធ្វើទំហំតូចបានហើយអូខេអញ្ចឹងបន្ទាប់មកទៀតខ្ញុំនឹងធ្វើការកែច្នៃពីរូបមួយហ្នឹងយើងប្រើតែរូបមួយហ្នឹងទេបងប្អូនរូបតែមួយហ្នឹងគឺឲ្យវាធ្វើឲ្យយើងបានច្រើនរូបតែម្ដងបងប្អូននេះបងប្អូនគេអក្សរទូចជាងមុនអញ្ចឹងបើសិនជាបងប្អូនមិនពេញចិត្តបងប្អូនគូសធ្វើម៉េចឲ្យបងប្អូនពេញចិត្តធ្វើបន្ថែមអញ្ចឹងទៅអូខេឥឡូវនេះគឺខ្ញុំចង់ឲ្យរូបហ្នឹងខ្ញុំដាក់ Google Translate ឲ្យបងប្អូនហ្មងស្រុកបងប្អូនមើលអញ្ចឹងអឺមួយរយៈនេះគឺស្អកកមែនទែនបងប្អូនចឹងកន្លែងនេះគឺយើងផ្លាស់ប្ដូរខោអាវរបស់គាត់ឲ្យគាត់ពាក់អាវគាត់ពាក់អាវខ្មៅធំខាងក្រៅហើយអាវក្នុងពណ៌សហើយពាក់មួកពណ៌សអញ្ចឹងទៅយើងប្រើតែរូបមួយហ្នឹងឯងបងប្អូនអញ្ចឹងកន្លែងនេះគឺអ្វីដែលខ្ញុំសរសេរគឺខ្ញុំសរសេរឲ្យគាត់ពាក់អាវខាងក្រៅហ្នឹងពណ៌ខ្មៅហើយអាវក្នុងហ្នឹងពណ៌សបងប្អូនហើយបន្ទាប់មកគឺគាត់មានពាក់មួកពណ៌សដែរអញ្ចឹងណាកន្លែងនេះទី3បងប្អូនទី3គឺខ្ញុំសរសេរដាក់ឲ្យបងប្អូនសិនទី3អូខេអញ្ចឹងខ្ញុំ copy ទុកឲ្យអស់សិនដើម្បីឲ្យងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាអូខេទី3អញ្ចឹងខ្ញុំ copy អាហ្នឹងមកខ្ញុំចូលមកកាន់ ChatGPT ដដែលបងប្អូន ChatGPT ដដែលអូខេអញ្ចឹងកន្លែងអក្សរបងប្អូនសេរីខ្លួនឯងណាអក្សរបងប្អូនសេរីធំទូចអីមិនចង់ឲ្យវានៅតាណាបងប្អូនគូសកន្លែងហ្នឹងចាំតិចទៀតខ្ញុំបង្ហាញក៏បានអត់ដឹងថាតិចទៀតភ្លេចឬអត់ឥឡូវភ្លេចច្រើនបងប្អូនយើងចង់យកអក្សរមកដាក់ខាងនេះក៏បានឥឡូវនេះគឺយើងធ្វើការកែច្នៃរូបហ្នឹងសិនយើងប្រើតែរូបមួយហ្នឹងឯងឧទាហរណ៍តែឥឡូវយើងមាន10អាល់ប៊ុមយើងមានតែរូបមួយហ្នឹងឯងយើងកែច្នៃឲ្យគាត់អង្គុយជក់បារីគាត់អង្គុយកេះហ្គីតាគាត់ដូរខោអាវគាត់ដាក់ហ្គីតាពីក្រោយខ្នងគាត់អីចឹងទៅអូខេឥឡូវយើងធ្វើការរងចាំតិចសិនបងប្អូនដោយសារមួយរយៈនេះChatGPT គឺអត់សូវលឿនដូចមុនទេបងប្អូនហើយពេលខ្លះសំណួរដែលយើងសួរទៅគឺឆ្លើយមកកាន់យើងវិញគឺវាអត់ដូចមុនទេនេះអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងអាកន្លែងនេះគឺខ្ញុំអត់បានដូរទេគឺអក្សរនេះនៅដដែលគឺខ្ញុំឲ្យវាបដូរខោអាវនេះខោអាវដើមគឺខោអាវលក្ខណៈធម្មតានេះខ្ញុំឲ្យពាក់អាវធំពណ៌ខ្មៅខោអាវក្នុងពណ៌សហើយនឹងពាក់មួកអញ្ចឹងគឺយើងមានតែមនុស្សតែមួយហ្នឹងទេបងប្អូនអូខេឥឡូវនេះគឺតម្រង់បែបនេះហើយមួយទៀតតម្រង់បែបនេះអញ្ចឹងមួយទៀតគឺឲ្យគាត់អង្គុយលក្ខណៈសេតកន្លែងនេះណាគាត់ជក់បារីបងប្អូនអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំចង់ឲ្យគេសរសេរថាគាត់អង្គុយលក្ខណៈសេតហើយជក់បារីហើយហ្គីតាហ្នឹងគឺនៅពីក្រោយខ្នងរបស់គាត់ហ្គីតាហ្នឹងបងប្អូន
អញ្ចឹងអក្សរនេះទុកម្ដុំសិនបងប្អូនខ្ញុំគ្រាន់តែដូរតួអង្គចង់បញ្ជាក់ថាបងប្អូនប្រើតែរូបមួយហ្នឹងណាគឺបងប្អូនធ្វើគ្រប់អាល់ប៊ុមឬក៏គ្រប់រូបភាពមិនអស់បងប្អូនអានេះអូខេឥឡូវខ្ញុំ copy អាហ្នឹងទុកឲ្យបងប្អូនសិនទី4ភាសាខ្មែរគឺប្រែមិនសូវជាត្រូវប្រមាណប៉ុន្តែបងប្អូនអាចកាត់យល់បានអ្វីដែលខ្ញុំសរសេរនេះព្រោះGoogle Translate គេប្រែទៅតាមពាក្យវាអត់មានប្រែទៅជាប្រយោគទេបងប្អូនណាអត់ប្រែជាប្រយោគទេអញ្ចឹងវាមិនត្រូវ100%ប៉ុន្តែអាចឲ្យបងប្អូនយល់បានថាអ្វីដែលខ្ញុំចង់សរសេរហ្នឹងណាប៉ុន្តែបងប្អូនមើលទៅតាមការបញ្យល់របស់ខ្ញុំវីដេអូរបស់ខ្ញុំទៅអូខេអញ្ចឹងទីនេះគឺខ្ញុំសរសេរប្រាប់ថាគាត់អង្គុយរៀងបែបលក្ខណៈ set ហើយជក់បារីហើយបន្ទាប់មកទៀតមានហ្គីតាគឺនៅខាងក្រោយខ្នងរបស់គាត់ចឹងទៅបងប្អូនអូខេនេះបងប្អូនអាចមើលបានគឺតម្រង់ខោអាវដដែលគឺមិនទាន់មានដូរទេអត់ទាន់មានដូរទេអូខេបងប្អូនមិញដាច់បន្តិចបងប្អូនអូខេអញ្ចឹងបងប្អូនមើលកន្លែងនេះគាត់អង្គុយរៀង set ហើយហ្គីតានៅពីខាងក្រោយបងប្អូននេះអូខេអញ្ចឹងបើសិនជាចង់ដូរលក្ខណៈអាវពណ៌ក្រហមហើយពាក់កាសលេងហ្គីតាវិញអូខេកន្លែងហ្នឹងណាឧទាហរណ៍អានេះរូបភាពតែមួយទេគឺយើងប្រើបានច្រើនទម្រង់អញ្ចឹងលក្ខណៈថាឥឡូវគាត់ស្លៀកពាក់អឺពាក់អាវពណ៌ក្រហមហើយនឹងអឺ keyboard ខ្ញុំចុច space អត់លេងចង់ទៅបងប្អូនវាគាំងតាមពិតទៅប្រយោគគេអត់មានត្រូវ end រហូតប៉ុន្តែខ្ញុំសរសេរដើម្បីបញ្ញាប់បានអត់អីទេបងប្អូនធ្វើម៉េចឲ្យតែកាត់យល់ទេបើសិនជានិយាយពីការសរសេរនិងវិជ្ជាករមកគឺអត់ត្រូវកន្លែងនេះគឺខុសប៉ុន្តែអត់អីទេធ្វើម៉េចឲ្យឆាត GPT វាយល់អ្វីដែលយើងចង់បានអញ្ចឹងយើងចង់ឲ្យគាត់ហ្នឹងគឺពាក់អាវពណ៌ក្រហមពាក់កាសប៉ុន្តែកាសខ្ញុំអត់បានបញ្ជាក់ថាកាសពណ៌អីទេកាសហើយគាត់លេងហ្គីតាអញ្ចឹងទៅអូខេអញ្ចឹងកន្លែងហ្នឹងបងប្អូនមើលទៅអូខេខ្ញុំ copy ទុកអញ្ចឹងគឺរូបតែមួយទេគឺបងប្អូនអាចប្រើបានច្រើនចង់ធ្វើអីក៏បានដែរឲ្យតែបងប្អូនយកចិត្តទុកដាក់នៅក្នុងការមើលបងប្អូនយល់អាចធ្វើបានហើយកន្លែងហ្នឹងណាបងប្អូនអញ្ចឹងក្រៅពីហ្នឹងបងប្អូនអាចកែច្នៃខ្លួនឯងមើលអានេះគឺជាទម្រង់គឺខ្ញុំប្រាប់ជាគោលបងប្អូនជាគោលអញ្ចឹងបងប្អូនយកគោលហ្នឹងទៅធ្វើខ្លួនឯងទៅអូខេអញ្ចឹងយើងចូលមកមើលរូបភាពរបស់យើងតែម្ដងទៅបងប្អូនហើយកន្លែងអក្សរនេះគឺខ្ញុំអត់ទាន់បានកែច្នៃទេតិចទៀតគឺខ្ញុំចង់ឲ្យវានៅខាងនេះចង់ឲ្យនៅខាងនេះក៏បានបងប្អូនអូខេឥឡូវនេះគឺមានឃើញទេបងប្អូននេះគឺពាក់អាវពណ៌ក្រហមពាក់កាសឃើញឡូយទេបងប្អូនឃើញឡូយទេអូខេឥឡូវរូបនេះវាឡូយអញ្ចឹងខ្ញុំធ្វើការ save ទុកមួយសិនដោយសាររូបអូខេ save វាទុកមួយសិនហើយទំហំគឺយើងសរសេរតែម្ដងខាងលើទេបងប្អូនយើងសរសេរនេះសរសេរ1.1តែម្ដងគឺវាដាក់1.1ឲ្យយើងមករហូតហើយយើងមិនបាច់ចាំដូរទៀតទេបងប្អូនគឺ1.1មករហូតគេអញ្ចឹងបើសិនជាយើងចង់បានអាហ្នឹងរូបភាពហ្នឹងទៅជាទំហំ YouTube អូខេអញ្ចឹងយើងដូរបែបនេះដូរ size ទំហំ YouTube វិញណា size 16.9វិញឃើញទេ size 16.9ហើយអក្សរនៅលើហ្នឹងណាអក្សរនៅលើ cover text on cover យើងចង់សរសេរបែបម៉េចយើងចង់សរសេរបែបម៉េចយើងសរសេរអញ្ចឹងដដែលទៅឬមួយក៏យើងអាចឲ្យសរសេរពាក្យហ្នឹងក៏បានដែរឧទាហរណ៍ខ្ជិលដូរអូខេខ្ញុំតែងតែនឹកអ្នកអូខេអញ្ចឹងគ្រាន់តែសរសេរបែបហ្នឹងមកបងប្អូន enter ទៅគឺវាដូរទំហំហ្នឹងណាទៅជាទំហំ YouTube វិញហើយអូខេវីដេអូទៅជាទំហំ YouTube វិញហើយបងប្អូនឥឡូវយើងធ្វើការរងចាំតិចសិនទៅ
ឥឡូវយើងមើលទម្រង់តាំងពីដើមមកគឺយើងមានរូបភាពមួយសន្លឹកនេះរូបភាពរបស់យើងមួយសន្លឹកតម្លាក់ចូលទៅគឺយើងដំបូងគឺយើងអត់ទាន់បានឲ្យវាដូរតួអង្គទេគ្រាន់តែសរសេរអក្សរវាធំប៉ុណ្ណេះលើកក្រោយមកយើងបន្ថយឲ្យតូចបន្តិចដល់ពេលលើកក្រោយមកយើងឲ្យវាតូចមែនតើអា smaller ហ្នឹងគឺតូចមែនតើបងប្អូនអា small គឺតូចម្ដងតិចម្ដងតិចតែបើ smaller នេះគឺតូចតែម្ដងបងប្អូនឡើយនេះ smaller នេះអក្សរអញ្ចឹងបន្ទាប់មកទៀតគឺយើងបានធ្វើការដូរតួអង្គ character មានន័យថាមុខនៅដដែលក៏ដូរលក្ខណៈដូរសម្លៀកបំពាក់ឲ្យធ្វើអីទៅតាមអ្វីដែលយើងចង់បានអញ្ចឹងទៅបងប្អូនអញ្ចឹងកន្លែងនេះគឺយើងឲ្យពាក់អាវពណ៌ខ្មៅខាងក្រៅអាវសហើយនិងមួកសបន្ទាប់មកគឺយើងដូរឲ្យទៅជក់បរិយជក់អីអង្គុយបែប set អីចឹងទៅបន្ទាប់មកគឺយើងឲ្យពាក់កាសពាក់អាវពណ៌ក្រហមកេះហ្គីតាអញ្ចឹងទៅបងប្អូនហើយកន្លែងនេះគឺយើងដាក់ទំហំលក្ខណៈទំហំ YouTube អញ្ចឹងខ្ញុំធ្វើការ save វាមួយហើយឲ្យបងប្អូនមើលទាំងអស់គ្នាអូខេយើងមកមើលទំហំអានេះគឺជាទំហំDistroKid ឬក៏ Ditto ទំហំ1.1បងប្អូន DistroKid គឺឬក៏ Ditto ប៉ុន្តែទំហំហើយ file វាចេញមកគឺ file PNG ប៉ុន្តែសម្រាប់ Ditto វាអត់ត្រូវការ file PNG ទេ Ditto គឺត្រូវការ JPG បងប្អូន file JPG អូខេហើយមួយទៀតគឺទំហំចេញមកគឺទំហំ YouTube បងប្អូនឃើញទេអានេះគឺទំហំ YouTube ពេញតែម្ដងបងប្អូនហើយកម្រិតរូបភាពគឺច្បាស់ល្អប៉ុន្តែបងប្អូនបើសិនជាបងប្អូនយករូបភាពមកធ្វើ cover លក្ខណៈDitto ឬ cover YouTube បងប្អូនត្រូវយក background រាងខ្មៅខ្មៅស្អាតបងប្អូន background ណារាងខ្មៅខ្មៅអញ្ចឹងទៅដូចរូបនេះបងប្អូននេះរូបបែបចេះអាហ្នឹងគេហៅ studio background studio background ពីក្រៅអញ្ចឹងទៅហើយខ្ញុំធ្វើរូបភាពឲ្យបងច្រើននៅក្នុងហ្នឹងមានរូបភាពច្រើនមែនទែនខ្ញុំលុបចោលខ្លះហើយបងប្អូននេះមានច្រើនអានេះរូបភាពខ្ញុំធ្វើសម្រាប់ page របស់ខ្ញុំបងប្អូននេះមើលឈ្មោះហ្នឹងអាយឈ្មោះ page ឈ្មោះ YouTube របស់ខ្ញុំបងប្អូនអូខេអញ្ចឹងអ្វីដែលបងប្អូនត្រូវយល់គឺទី1បងប្អូនយល់ថាអ្វីដែលយើងត្រូវធ្វើទី1គឺតម្លាក់រូបភាពចូលដូចខ្ញុំបានបង្ហាញអញ្ចឹងតម្លាក់រូបភាពចូលបងប្អូនសរសេររូបភាពឬក៏ចំណងជើងបងប្អូនសរសេរកន្លែងនេះគឺយើងសរសេរអក្សរនៅលើរូបភាពហើយរូបភាពយើងចង់សរសេរអក្សរឲ្យគេនៅលើហ្នឹងបែបនេះហើយទំហំគឺយើងទំហំនេះអញ្ចឹងណាបងប្អូនទំហំហ្នឹងអញ្ចឹងបងប្អូនមើលមួយឲ្យយល់បងប្អូនមើលមួយឲ្យយល់អញ្ចឹងណាអូខេអញ្ចឹងបើសិនជាអានេះគឺ YouTube នេះបងប្អូនចង់ដូរពណ៌អីទៀតចង់ឲ្យគាត់ធ្វើអីទៀតគាត់ឈរច្រៀងក៏បានបែបនេះអូខេអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំមិនបានបញ្ជាក់ថាគាត់ស្លៀកពាក់ខោអាវពណ៌អីទេគ្រាន់តែគាត់នៅលើ stage គាត់ឈរច្រៀងនៅលើឆាកអីចឹងទៅហើយគាត់លេងហ្គីតាឧទាហរណ៍ណាបងប្អូនបែបនេះហើយទំហំកាលណាយើងអត់ដូរទេបើយើងទៅសេពីលើមកទំហំ16ហ្នឹងហើយ cover YouTube ហើយគឺវានៅទំហំ YouTube cover ដដែលបងប្អូនអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាដែលធ្វើ YouTube បងប្អូនត្រូវរកបច្ចេកទេសធ្វើរូបឲ្យស្អាតៗបងប្អូនទៅតាមបទចម្រៀងនីមួយៗរបស់យើងផ្សេងៗហ្នឹងទៅហើយបើសម្រាប់Ditto ឬក៏ Facebook អីក៏បានដែរបងប្អូន Facebook បើសិនជាយើងប្រើសាច់ស្អាតម្នាក់ហ្នឹងគឺយើងប្រើម្នាក់ហ្នឹងរហូតដើម្បីលក្ខណៈជា brand name ឧទាហរណ៍ថា YouTube បងប្អូនប្រើតែមុខម្នាក់ហ្នឹងមួយទៅដូរតែសម្លៀកបំពាក់ដូរខោអាវដូរទីតាំងអីគាត់ធ្វើអីទៅអញ្ចឹងទៅដាក់តាមគ្រប់បទទៅ Ditto DistroKid អីក៏ដូចគ្នាបងប្អូនយើងប្រើតែម្នាក់ហ្នឹងទៅមានន័យថាយើងរក្សាតួអង្គរបស់យើងតែម្នាក់ហ្នឹងហើយរក្សាតួអង្គតែម្នាក់យ៉ាងណាដើម្បីឲ្យបាន brand បងប្អូនអាហ្នឹងគេហៅថា brand name មានន័យថារូបរបស់យើងគឺរក្សាតួអង្គរបស់យើងបាននេះឃើញទេបងប្អូនអានេះគាត់អង្គុយនៅគាត់ឈរនៅលើឆាកប៉ុន្តែរូបភាពយកតែមួយកណ្ដាប់ទេគាត់ឈរនៅលើឆាកហើយគាត់កេះហ្គីតាជាមួយគាត់ច្រៀងឃើញទេបងប្អូននេះកន្លែងនេះគឺខ្ញុំទៅសេមិញនេះបងប្អូននេះឥឡូវខ្ញុំបកប្រែបងប្អូនមើលអូបកប្រែឲ្យតែបងប្អូននេះអូខេអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំ copy ដាក់ទុកឲ្យបងប្អូនទៀតទៅគឺមានតែ6ចំណុចហ្នឹងទេវាមានច្រើនបងប្អូនប៉ុន្តែខ្លាចបងប្អូនតាមមិនទាន់ហើយបងប្អូនខ្លះទៀត
គាត់មើលតែបន្តិចឯងគាត់មើលលុំៗគាត់អត់មើលឲ្យចប់ឯងហើយអ្វីដែលគាត់អនុវត្តហ្នឹងគាត់ធ្វើហើយស្អាតមិនស្អាតគាត់យកយើងអត់ធ្វើចឹងទេបងប្អូនគឺយើងត្រូវព្យាយាមមើលឲ្យចប់បងប្អូនមើលគន្លឹះរបស់វាហើយយកទៅរៀនបន្ថែមឧទាហរណ៍ថាឥឡូវខ្ញុំបង្ហាញបងប្អូនប៉ុណ្ណឹងបងប្អូនអាចយកអាហ្នឹងទៅប្របែកផ្សេងហ៎គាត់អង្គុយនៅលើនេះគាត់ធ្វើអីគាត់ច្រៀងគាត់ផឹកកាហ្វេគាត់ដើរគាត់ផឹកស្រាឧទាហរណ៍ណាហើយយើងបំបែកទៅធ្វើខ្លួនឯងហ្នឹងទៅអ្វីដែលគេបង្ហាញគឺជាគោលអញ្ចឹងបានគោលនឹងមួយបងប្អូនយកទៅធ្វើបានរាប់រយរាប់ពាន់ណាបងប្អូនអញ្ចឹងណាដូចកន្លែងនេះឥឡូវទាំងអស់គឺវាមាន6ចំណុចអញ្ចឹងណាចំណុចទី1មិនអីមិនអញ្ចឹងបងប្អូនមើលវីដេអូរបស់ខ្ញុំកំសាន្តមើលកំសាន្តបងប្អូនអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះគឺអត់មានអីច្រើនលើសហ្នឹងទេបងប្អូនគឺទី1ហ្នឹងគឺខ្ញុំចង់បញ្ជាក់បងប្អូនថាប្រើរូបភាពតែមួយហ្នឹងដើម្បីយកទៅធ្វើcover ផ្សេងៗបងប្អូនឃើញទេឥឡូវខ្ញុំ save វាមួយទៀតមកហើយយកទៅប្រៀបធៀបគឺកន្លែងនេះកន្លែងនេះគឺខ្ញុំអត់បានដូរអីទេពីដំបូងគឺកន្លែងហ្នឹងដដែលអត់បានឲ្យដូរអីទេគ្រាន់តែឲ្យដូរទំហំទៅជាទំហំYouTube កន្លែងនេះទៅជាទំហំ YouTube ហើយកន្លែងនេះគឺខ្ញុំដូរពីគាត់អង្គុយឲ្យគាត់ឈរច្រៀងនៅលើឆាកអីចឹងទៅឃើញទេបងប្អូនគឺតែម្នាក់ហ្នឹងទេបងប្អូនមើលខ្សែដៃរបស់គាត់នេះមើលខ្សែដៃរបស់គាត់មើលជៀនរបស់គាត់ឃើញទេគឺនៅដដែលនេះតាំងពីដើមមកគឺនៅដដែលជៀនរបស់គាត់អូខេអូខេគឺមានតែប៉ុណ្្នឹងឯងបងប្អូនអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាព្យាយាមអនុវត្តសំខាន់គឺរៀនធ្វើបងប្អូនរៀនធ្វើតាំងពីចំណុច1ដល់ចំណុច6នេះហើយធ្វើអ្វីដែលបងប្អូនចង់ធ្វើផ្សេងៗហ្នឹងទៅចាំយើងធ្វើរៀងចេះស្ទាត់ស្អាតហើយបងប្អូនធ្វើយកទៅដាក់ទៅមិនមែនគ្រាន់តែខ្ញុំធ្វើហើយបង្ហាញឲ្យបងប្អូនធ្វើហើយយកទៅផុសធ្វើយកទៅផុសអត់ទាន់ស្អាតផងបងប្អូនរៀនធ្វើឲ្យស្អាតសិនចាំយកទៅបងប្អូនអាហ្នឹងយើងមានតែ ChatGPT មួយបានហើយបងប្អូនអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នា